បាទសួស្តីបងប្អូនអរគ្នាបាទខាងធ្វើវីដេអូយូរទៅនឹងការចែករំលែកចំណេះដឹងតែថ្ងៃនេះខ្ញុំលើកធានបទមួយនេះមកជឿថាបងប្អូនមួយចំនួនក៏បានឮហើយដែរហើយខ្ញុំលើកឡើងមកនេះដោយសារខ្ញុំគិតថាធានបទនេះគឺជាចំណុចមួយដែលយើងគួរតែយកមកសិក្សាហើយល្អមែនទែនគឺសម្រាប់ខ្ញុំបានយកវាមកគិតនិងវិភាគរយៈពេលប្រហែលថ្ងៃនេះគឺគិតច្រើនមែនទែនហើយខ្ញុំគិតថាវាល្អហើយអាចជាជំនួយដល់បងប្អូនអរគ្នាក្នុងការគិតដើម្បីប្រយោជន៍ទៅលើជីវភាពឬក៏ចំណេះដឹងតែឲ្យទៅបងប្អូនផងដែរខ្ញុំជឿថាបងប្អូនបានឃើញហើយថ្មីៗនេះគឺលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លោកបានប្រកាសថាលោកនឹងចេញនៅកាត Gold Card មួយដែលមានតម្លៃ$5 លានការនេះគឺលោកនឹងក្រុងលក់ឲ្យទៅវិនិយោគិនបរទេសដែលមានបំណងចង់ទៅរស់នៅឬក៏ទៅវិនិយោគនៅសហរដ្ឋអាមេរិកកាតមានតម្លៃ$5 លាននេះគឺខ្ញុំគិតថាគំនិតនេះគឺល្អមែនទែនដូចយើងដឹងថាលោក Donald Trump មុនគាត់ធ្វើជាប្រធានាធិបតីក៏លោកជាគ្រូឬក៏ជាអ្នកនិពន្ធដែលល្បីផងដែរទាក់ទងជាមួយនឹងអចលនទ្រព្យក៏ដូចជាចំណេះដឹងហិរញ្ញវត្ថុហើយខ្ញុំបានមើលចំណុចនេះហើយខ្ញុំបានគិតទៅលើអ្វីដែលខ្ញុំធ្លាប់បានដឹងពីលោកនៅពេលដែលខ្ញុំអានសភៅក៏ដូចជាស្ដាប់ CD របស់លោកហ្នឹងខ្ញុំគិតថាគំនិតមួយនេះគឺអស្ចារ្យមែនទែនអស្ចារ្យយ៉ាងម៉េចគឺគាត់លូកកាតមាសតម្លៃ$5 លានបងប្អូនសាកគិតមើលបើតាមព័ត៌មានបើទោះជាមិនតាន់ផ្លូវការក៏ខ្ញុំឃើញគេនិយាយតគ្នាច្រើនហើយក៏ឃើញមានគេចែកម្លែកនៅតាមបណ្ដាញសង្គមផងដែរគឺមិនតាន់ចេញលុបផងមានអ្នកដែលត្រៀមចាំទិញនឹង250000នាក់បាទ250000នាក់អញ្ចឹងបងប្អូនសាកសម័យមើល5លានគុណ250000នាក់ pre-sale មិនតាន់នឹងចេញលក់ផ្លូវការទេមានគេចាំទិញប៉ុណ្ណឹងចុះបើសិនជានៅពេលដែលគាត់ចេញលក់បាទស្រាប់តែចំនួនអ្នកទិញមានរហូតដល់10លាននាក់ជុំវិញពិភពលោកបើសិនជា10លាននាក់ក្នុងអាកាស$5 លានបងប្អូនសាកគិតមើលប្រហែលបាទ10លានគុណនឹង$5 លានស្មើនឹង50 trillion មែនទេបាទ50 trillion បើសិនជាពិតជាបានចំនួនប៉ុណ្ណឹងមែនណាសហរដ្ឋអាមេរិកគ្រាន់តែ idea មួយហ្នឹងគ្រាន់តែមួយហ្នឹងគឺគាត់អាចដោះស្រាយនៅបំណុលជាតិរបស់គាត់បានយ៉ាងស្រួលបំណុលជាតិរបស់សហរដ្ឋអាមេរិកដែលជាពាក់អន្តរជាតិជាពាក់ពិភពលោកហ្នឹងតាមទិន្នន័យខ្ញុំសិក្សាឃើញនៅឆ្នាំ2024ឆ្នាំទៅហ្នឹងគឺមានចំនួន34.8 trillion អញ្ចឹងបើសិនជាគាត់ពិតជាលក់បាន10លានកាតមែនវាស្មើនឹង50 trillion អញ្ចឹងគ្រាន់តែ idea គាត់មួយហ្នឹងគឺគាត់អាចដោះស្រាយនៅបំណុលជាតិបានទាំងមូលហើយនឹងសល់លុយជាច្រើនទៀតដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិរបស់គេបងប្អូនសម្រាប់ខ្ញុំពេលដែលខ្ញុំឃើញព័ត៌មានហ្នឹងហើយខ្ញុំឆ្លប់ចាំមកខ្លួនឯងថាគំនិតគាត់មួយគាត់ប្រើធនធានដែលមានស្រាប់ហើយអត់ប្រើដើមទុនសោះបើនិយាយពីខុសវិញសឹងតែ0ហើយគាត់អាចដោះស្រាយបំណុលជាតិបានទាំងមូលហើយសល់លុយទៀតចុះបើយើងយកករណីសិក្សាមួយនឹងមកបើប្រៀបធៀបនឹងខ្លួនយើងវិញតើយើងអាចមានគំនិតណាមួយទេប្រើប្រាស់ធនធានដែលយើងមានស្រាប់ណាមួយដើម្បីដោះស្រាយបំណុលផ្ទាល់ខ្លួនឬក៏បំណុលគ្រួសារយើងបានទេអានេះយើងគិតជាលក្ខណៈបុគ្គលយើងវិញសម្រាប់ខ្ញុំនៅពេលដែលខ្ញុំឃើញព័ត៌មាននេះគឺខ្ញុំគិតមកខ្លួនឯងចឹងវិញគំនិតគាត់មួយគាត់អាចដោះស្រាយបំណុលជាតិបានទាំងមូលចុះយើងរកគំនិតណាមួយដើម្បីអាចដោះស្រាយបំណុលយើងដែលខ្ញុំជឿថាបងប្អូនយើងភាគច្រើនបច្ចុប្បន្ននេះអាចជាជាប់បំណុលជាមួយនឹងធនាគារឬក៏បំណុលលើការរំលោះអចលនទ្រព្យអញ្ចឹងបងប្អូនសាកគិតមើលថាអ្វីដែលបងប្អូនកំពុងតែមានស្រាប់ហ្នឹងហើយយើងយកវាមកប្រើប្រាស់ដើម្បីដោះស្រាយបំណុលផ្ទាល់ខ្លួនរបស់យើងនេះក៏ជាលំហាត់មួយហើយក៏ជាការឆ្កឹះឲ្យបងប្អូនត្រឡប់ទៅវិញគិតសម្រាប់ខ្ញុំគិតតាំងពីគាត់ប្រកាសមកដល់ឥឡូវក៏ខ្ញុំគិតរហូតបាទថាទៅធ្វើម៉េចតើអ្វីដែលខ្ញុំមានស្រាប់ដែលខ្ញុំមានហើយមិនតបបានប្រើហើយខ្ញុំទៅប្រើយ៉ាងម៉េចដើម្បីគំនិតមួយហ្នឹង idea មួយហ្នឹងអាចដោះស្រាយបំណុលខ្ញុំបានបាទអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះបងប្អូនស្ដាប់ហើយអាចយកទៅឆ្លុះបញ្ចាំងទៅលើករណីខ្លួនឯងផ្ទាល់ក្រែងលោអាចបានជាប្រយោជន៍បងប្អូនអាចដោះស្រាយបំណុលផ្ទាល់ខ្លួនឬក៏បង្កើននៅហិរញ្ញវត្ថុរបស់បងប្អូនបានផងដែរហើយបើសិនជាបងប្អូនបានគិតឃើញហើយបានដោះស្រាយបានលទ្ធផលសូមបងប្អូនជួយផ្សាយមកខ្ញុំដឹងផងដើម្បីបានសប្បាយចិត្តទាំងអស់គ្នាបាទហើយបើសិនជាបងប្អូនមានចម្ងល់អីផ្សេងតាក់ទងជាមួយនឹងកម្មវិធីហ្នឹងបងប្អូនអាចcomment សួរខាងក្រោមបានដោយសារដោយបងប្អូនខ្លះបានដឹងហើយគឺមួយរយៈពេលចុងក្រោយនេះខ្ញុំបានប្រឡូកនៅក្នុងវិស័យអន្តរប្រវេសន៍ជាពិសេសទៅរស់នៅសហរដ្ឋអាមេរិកហ្នឹងបាទការស្នើសុំសិទ្ធិទៅរស់នៅសហរដ្ឋអាមេរិកហ្នឹងដោយបងប្អូនបានឃើញតាម Facebook ឬក៏ TikTok ខ្ញុំបានប្រកាសច្រើនមែនទែនតាក់ទងនឹងកម្មវិធីទៅរស់នៅប្រទេសផ្សេងមានទាំងអឺរ៉ុបអាស៊ីឬក៏សហរដ្ឋអាមេរិកនេះគឺយើងមាន EB3 EB5 ផងដែរបាទអញ្ចឹងបើសិនបងប្អូនមានចម្ងល់តាក់ទងនឹងសំណួរបែបនេះបងប្អូនអាច comment ខាងក្រោមសួរខ្ញុំបានបាទសូមអរគុណ